ថ្ងៃនេះនីតិ SLC ខ្ទឹមខ្មៅយើងខ្ញុំសូមជម្រាបបងប្អូនអំពីជំងឺមួយមុខទៀតដែរដែលមានឈ្មោះហៅថាជំងឺ Alzheimer disease នេះនៅឆ្នាំ2026នេះគម្រោងរបស់ NIH National Institute of Health នៅសហរដ្ឋអាមេរិកនេះសូមសំណូមពរធ្វើគម្រោងដើម្បីយកថវិកាមកតាមដានស្រាវជ្រាវនៅជំងឺ Alzheimer disease ដែលមានទំហំទឹកប្រាក់រហូត$445 លានក្នុងឆ្នាំ2026នេះប៉ុន្តែដោយនៅក្នុងរដ្ឋការលោកប្រធានាធិបតី Donald Trump ហ្នឹងគឺបានកាត់គម្រោងអស់332 មីលានចេញនៅសល់តែ113មីលានដើម្បីទុកឲ្យស្រាវជ្រាវជំងឺមួយមុខ Alzheimer ហ្នឹងអញ្ចឹងដោយយើងខ្ញុំឃើញថាមានគម្រោងថវិកាច្រើនសម្រាប់ស្រាវជ្រាវវាជាជំងឺដែលសំខាន់ហើយបានជាយកមកស្រាវជ្រាវជំងឺហ្នឹងប្រព័ន្ធសរសៃប្រសាទរបស់យើងសម្រាប់មនុស្សល្អហ្នឹងនៅក្នុងខួរក្បាលហ្នឹងមានប្រមាណជាង10លានកោសិកាសរសៃប្រសាទដែលគេហៅថា neuron អញ្ចឹងដែលយើងរស់នៅសប្តាហ៍ថ្ងៃដែលអាចធ្វើការងារបានការរៀនសូត្របានការសិក្សាស្រាវជ្រាវគិតគូគ្រប់បែបយ៉ាងដែលមានបញ្ញាឆ្លៀសវៃអីហ្នឹងវាបើសិនជានៅក្នុងកោសិកា neuron ហ្នឹងដែលវាមានរហូតដល់10លានកោសិកាហ្នឹងវាមានសុខភាពល្អទាំងអស់ហ្នឹងគឺមនុស្សហ្នឹងគឺពិសេសប៉ុន្តែបើសិនជាយើងមានអាយុកាន់តែចាស់ទៅវានឹងកើតមានជំងឺហ្នឹងជាទូទៅអ្នកខ្លះទៅក៏គេការពារសុខភាពបានទៅក៏មិនអាចទ្រុឌទ្រោមតែអ្នកខ្លះទៀតនឹងក៏នឹងកើតជំងឺហ្នឹងដោយយើងមិនបានថែសុខភាពយើងអញ្ចឹងយើងខ្ញុំនឹងនិយាយអំពីថាមូលហេតុអ្វីបានជាបង្កឲ្យទៅមានជំងឺ Alzheimer disease តាមការស្រាវជ្រាវហ្នឹងលើកយកតែកត្តាមួយចំនួនទេមកនិយាយនេះគឺតាក់ទងដែលខ្លាំងជាងគេគឺហៅថា beta amyloid អញ្ចឹង beta amyloid នេះវាគឺជាខ្លាញ់ប្រូទីនបើនិយាយចាំប្រូទីនខ្លាញ់ហ្នឹងឬក៏គេហៅថា beta amyloid plaque ហ្នឹងគឺខ្លាញ់ហើយខ្លាញ់កកអញ្ចឹងនៅក្នុងហ្នឹងដំណើរការនៃការចងចាំកោសិការបស់យើងដែលពេញក្នុងមួយប្រព័ន្ធខួរក្បាលរបស់យើងហ្នឹងគឺតើតែវាទំនាក់ទំនងពីកោសិកាមួយទៅកោសិកាមួយហ្នឹងគឺទំនាក់ទំនងទៅបានគ្រប់ទាំងអស់ហ្នឹងគឺយើងចងចាំបានល្អច្បាស់ហើយអញ្ចឹងនៅពេលដែលបាត់បង់បន្តិចម្ដងឬក៏អាចថាកោសិកាវាស្លាប់បន្តិចម្ដងការចងចាំក៏វាតិចដែរអញ្ចឹងមូលហេតុអ្វីយើងថាដឹងថាវាជាការផ្ដល់សញ្ញាទៅឲ្យកោសិកាមួយភ្ជាប់សញ្ញាចុះបើសិនជាកោសិកាការភ្ជាប់សញ្ញាហ្នឹងវាអត់បានដោយវារំខាននៅខ្លាញ់វានៅគៀបក្នុងចន្លោះហ្នឹងអញ្ចឹងសញ្ញាដែលបញ្ជូនអត់បានឧទាហរណ៍ថាហេតុអីបានជាយើងភ្លេចដែលការដែលគេប្រាប់យើងខ្ញុំឧទាហរណ៍សាមញ្ញស្រួលស្រាប់គេប្រាប់យើងឲ្យទៅធ្វើអ្វីមួយចឹងគេប្រាប់ច្រើនហើយយើងចាប់បានតិចអាហ្នឹងការបញ្ជូនសញ្ញាណាទីបញ្ជូនសញ្ញារហូតដល់100តែយើងចាប់បានតែ50ទេនឹងហើយការចងចាំរបស់យើងបានតែ50អ្នកខ្លះបើសិនគេនិយាយ100ពាក្យអញ្ចឹងគេចាប់បានរហូតដល់100អ្នកខ្លះចាប់បាន9ជាង8ជាងតាមនឹងដែរអញ្ចឹងសញ្ញាហ្នឹងគឺជាការបញ្ជូនសញ្ញាដោយគេហៅថា electricity នឹងខ្លួនយើងគេបញ្ចេញគីមី electricity ហ្នឹងដើម្បីតភ្ជាប់សញ្ញាហ្នឹងបានវាឲ្យធ្វើមានការចងចាំហ្នឹងបានល្អហ្នឹងប៉ុន្តែដល់ខ្លាញ់ហ្នឹងវាទៅរុំពាត់នៅក្នុងចន្លោះហ្នឹងអញ្ចឹងដែលมันអាចឲ្យយើងនឹងបញ្ចេញចងចាំនៃសញ្ញារបស់វាបានទេយ៉ាងខ្លាញ់ហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺគេឧទាហរណ៍ថាប្រូទីនដែលធ្វើឲ្យយើងមានសុខភាពហ្នឹងគឺមាន astrocyte ហើយនឹង microglia អញ្ចឹងបើសិនជាមិនមានការរំខានទេ
astrocyte ហើយនឹង microglia ល្អគឺចងចាំបានល្អណាស់ប៉ុន្តែដោយសារមានបញ្ហាដែលហៅថា amyloid plaque នេះគឺវាទៅរំខានកាលណាវាទៅរំខានវាធ្វើឲ្យយើងបាត់ការចងចាំអញ្ចឹងបើមិនយើងកើតនៅជំងឺហ្នឹងចាប់ពីមួយឆ្នាំឬក៏រហូតដល់10ឆ្នាំអញ្ចឹងវានឹងអាចបាត់បង់ទាំងស្រុងហើយ10ឆ្នាំបាត់បង់ការចងចាំស្ទើរតែទាំងស្រុងអញ្ចឹងតែបើត្រឹមតែចាប់ផ្ដើមនៃការកើតជំងឺនឹងហើយក្នុងមួយឆ្នាំគឺវាបាត់បង់បន្តិចម្ដងរហូតដល់10ឆ្នាំគឺនឹងបាត់បង់ភ្លេចខ្លាំងមែនទែនភ្លេចរហូតដល់ថាចង់សម្លាប់ខ្លួនឬក៏មួម៉ៅអត់ស្គាល់កូនស្គាល់ចៅអត់ដឹងម្ដងប្រាប់អញ្ចឹងបន្តិចទៅក៏ភ្លេចទៅទៀតជាក់ស្ដែងដោយអតិជនរបស់យើងខ្ញុំអញ្ចឹងយើងខ្ញុំរក្សាមិនបញ្ចេញឈ្មោះទេហ្នឹងឯងគឺគាត់ភ្លេចណាស់គ្រាន់តែប្រាប់ឲ្យធ្វើលំហាត់ប្រាណក៏គាត់មិនចាំសូម្បីតែឲ្យហូបខ្ទឹមចំនួនប្រមាណគ្រាប់ខ្ទឹមខ្មៅហ្នឹងហើយក៏គាត់អត់ចាំដែរចាំតែពីយើងប្រាប់ហ្នឹងយើងចេញមកគឺគាត់ភ្លេចទៀតហើយអញ្ចឹងអ្នកខ្លះគ្រាន់តែបាត់ការចងចាំទេគេហៅថា memory loss អ្នកខ្លះគ្រាន់តែការផ្ចង់អារម្មណ៍អត់បានអ្នកខ្លះគឺគិតមិនលិចរនឹកមិនឃើញអញ្ចឹងមានច្រើនអញ្ចឹងគាត់សំណូមពរយើងខ្ញុំជួយស្រាវជ្រាវអញ្ចឹងដល់រកទៅថាដោយសារ beta amyloid ហ្នឹងដែលជាខ្លាញ់ហ្នឹងទៅរំខានដល់ការផ្ទេរការចងចាំគេហៅថា neurotransmitter បើនិយាយចាំមែនតើគឺនៅក្នុងហ្នឹងគឺការភ្ជាប់សញ្ញាអត់បានដូចនៅក្នុងពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគេថាសញ្ញាចាំហ្នឹងហើយអញ្ចឹងបើយើងថាសញ្ញាចាំនេះនៅក្នុងនេះគេអាចថា memory អញ្ចឹងបើសញ្ញាចាំយើងបាត់បង់ memory loss ហ្នឹងគឺយើងក៏ធ្វើការបាត់បង់ការចងចាំហើយដែលបាត់បង់ការចងចាំការផ្ចង់អារម្មណ៍ក៏ផ្ចង់មិនបានការធ្វើការសម្រេចចិត្តអ្វីមួយក៏សម្រេចអត់បានដែរពីព្រោះអីកាលណាយើងអត់ច្បាស់លាស់គឺយើងមិនអាចសម្រេចចិត្តបានទេអញ្ចឹងមូលហេតុរបស់វានឹងកើតឡើងដោយសារ beta amyloid ហ្នឹងហើយនឹង tau គេថា tau នោះសេសអង់គ្លេសថា T AU ហ្នឹងហើយនឹង beta amyloid នៅក្នុងនេះនៅក្នុងវិទ្យាឋានជាតិសុខភាពនៅសហរដ្ឋអាមេរិកហ្នឹងគឺបានសន្យាថានឹងរកថ្នាំដើម្បីព្យាបាលជំងឺហ្នឹងអញ្ចឹងបើសិនជាយើងស្រាវជ្រាវឲ្យដិតដល់ទៀតទៅគឺគេសង្កត់ធ្ងន់ដូចនៅក្នុងការស្រាវជ្រាវរបស់វិទ្យាឋានសុខភាពហ្នឹងគេនិយាយពីការវិភាគរូបភាពខួរក្បាលគេថតយកមកគឺវិភាគឲ្យបានល្អិតល្អន់ដើម្បីថារកមុខសញ្ញារបស់វាទី2គឺគេធ្វើតេស្តឈាមក៏ដើម្បីរកមូលហេតុនៃរោគសញ្ញាហ្នឹងឲ្យឃើញដែរទី3គឺគេពិនិត្យឃើញថាដោយសារ genetic គឺដោយសារពូជដែរគេហៅជំងឺ DNA នៅក្នុងហ្នឹងគឺវាមានតកតងជាមួយនឹងការព្យាបាលដែលនៅក្នុងវិជាការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រថាគួរតែរកថ្នាំពេទ្យសម្រាប់ព្យាបាលសម្រាប់ជំងឺហ្នឹងអញ្ចឹងគេធ្វើយ៉ាងណាឲ្យយកថ្នាំពេទ្យហ្នឹងដើម្បីទៅរំលាយខ្លាញ់ហ្នឹងដែលហៅថា amyloid plaque ឲ្យរលាយទៅឬក៏កាត់បន្ថយវាទៅនៅខួរក្បាលហ្នឹងទី2ទៀតគឺគេក៏ត្រូវព្យាបាលជំងឺមួយគេហៅថា vascular system គឺប្រព័ន្ធនៃសរសៃឈាមរបស់យើងដែរហ្នឹងចូលរួមចំណែកដែរដោយភាគច្រើនគេសង្កត់ធ្ងន់ទៅលើglucagon metabolism បើនិយាយចំនឹងថា glucose metabolism ហើយក៏គេត្រូវរកឃើញថាវាមាន inflammation អញ្ចឹង inflammation និយាយរួមនឹងគឺប្រព័ន្ធ immune យើងពង្វែងប្រព័ន្ធយើងពង្វែងគេហៅថា immune system វាពង្វែងទៅវាធ្លាប់តែការពារខ្លួនយើងប៉ុន្តែដល់ពេលវាពង្វែងទៅគឺវាមានកំហុសវាទៅសម្លាប់កោសិកាល្អរបស់យើងដែលមានសុខភាពហ្នឹងអញ្ចឹងអាហ្នឹងក៏មួយរឿងដែរហើយមួយទៀតដែរគឺ
យើងត្រូវធ្វើយ៉ាងម៉េចហូបអាហារឲ្យបានល្អគេហៅរបបអាហាររបស់យើងអញ្ចឹងយើងនិយាយថាតើអញ្ចឹងយើងបច្ចុប្បន្ននេះដែលមិនទាន់មានថ្នាំពេទ្យត្រឹមត្រូវហើយបានជួយព្យាបាលទេគ្រាន់តែនៅក្នុងហ្នឹងគឺជាឋានជាតិសុខភាពហ្នឹងបានសន្យាថានឹងរកថ្នាំពេទ្យជួយដើម្បីព្យាបាលហ្នឹងអញ្ចឹងកំពុងស្រាវជ្រាវបានអស់ថវិកាច្រើនអញ្ចឹងបានលើកគម្រោងរហូតដល់445លានហើយកាត់ចោលអស់332នៅសល់តែ113លានហ្នឹងក៏ច្រើនគួរសមដែរអញ្ចឹងយើងខ្ញុំនឹងឈាននិយាយទៅដល់រឿងតើខ្ទឹមមានតួនាទីមិនខ្លះដើម្បីជួយនៅជំងឺដែលហៅថា Alzheimer disease ហ្នឹងអញ្ចឹងនៅក្នុងខ្ទឹមហ្នឹងគឺបើនិយាយពីពាក្យពីកលឹះរបស់វាគេហៅថា key bioactivity substance ក្នុងហ្នឹងគឺមានសារជាតិអីដែលនៅក្នុងខ្ទឹមខ្មៅយើងហ្នឹងដើម្បីអាចថាទៅជួយព្យាបាលទៅសម្អាតនៅ beta amyloid ហ្នឹងហើយនឹងថៅហ្នឹងតើមានសារជាតិអ្វីខ្លះយើងខ្ញុំនឹងជម្រាបជូនទី1ដោយសារសារជាតិរបស់ខ្ទឹមខ្មៅយើងមានសារជាតិ S allylcysteine ដែលហៅថា ZAC ហ្នឹងមួយទៀតដែលទី2គឺមាន dilyl disulfate ហ្នឹងហើយសេសតកាត់ថា DADS ហើយមួយទៀតដែរគឺទី3 5 hydroxy methyl furfural អានេះសេសតកាត់ថាសេលេខ5 HMF ទី4 ethyl acetate fraction អាហ្នឹងទី4សារជាតិទី5គឺ Na 1 deoxy D fructose 1 YL arginine ដែលយើងសរកាត់ថា FRUARG អញ្ចឹង5មុខហ្នឹងគឺទី1គឺសារជាតិខ្ទឹមខ្មៅហ្នឹងដែលយើងខ្ញុំបានជម្រាបជូន5ខាងលើហ្នឹងវាមានតួនាទីរបស់វាទី1គឺវាទៅបំបែកក៏បានវាទៅសម្អាតក៏បានឬមួយទៀតគឺវាទៅកាត់បន្ថយនៅការផលិតដែលអាមីឡុយហ្នឹងហើយនឹងថៅហ្នឹងហើយមួយទៀតដែរគឺវានឹងគេហៅថា enzymatic clearance enzymatic clearance គឺវាទៅបំបែកតែម្ដងបំបែកអាមីឡុយហ្នឹងបែកទៅដែលនៅក្នុង brain យើងហ្នឹងកុំឲ្យវាទៅរំខានដល់ប្រស័យឈាមអញ្ចឹងកាត់វាមានពីរមួយសម្អាតចេញមួយបំបែកហើយមានមួយទៀតដែរគឺគេអាចថាកាត់បន្ថយវាអញ្ចឹងណាហើយហ្នឹងតកតងជាមួយនឹងអាមីឡុយឥឡូវចំពោះថាវយ៉ាងម៉េចដែរព្រោះអីប្រូទីននេះជាប្រូទីនខ្លាញ់ដែលនៅក្នុងខួរក្បាលរបស់យើងហ្នឹងអញ្ចឹងបើចំពោះថៅវិញគឺវាក៏វាកាត់បន្ថយដែរកាត់បន្ថយប្រូទីនហ្នឹងនៅក្នុងហ្នឹងវាបានកាត់បន្ថយនៅសារជាតិដែលបង្កើតឲ្យមានខ្លាញ់ហ្នឹងប្រូទីនហ្នឹងដែលសេសកាត់ថា GHK ដក 3P ហ្នឹងតួនាទីមួយទៀតដែរក្នុងនឹងទៀតគឺមានតកតងជាមួយនឹង glucagon synthesis kinase អញ្ចឹងក៏វាធ្វើឲ្យដេញបំបែកនៅ GSK ដក 3B នឹងដែរហើយជាពិសេសមួយទៀតដែរដែលតែងតែជំងឺដែលយាយីខ្លួនយើងបើសិនជាមានវាគឺវាអាចធ្វើឲ្យជំងឺយើង6 7មុខថា7 8មុខនោះនៅក្នុងខ្លួនយើងបើសិនជាវាមានគេហៅថា inflammation អញ្ចឹងក្នុងខ្ទឹមខ្មៅនេះវាមានសារជាតិដែលខាង5ខាងលើនោះគឺវា anti inflammatory effect គឺមានប្រសិទ្ធភាពណាស់ក្នុងការការពារកុំឲ្យមានជំងឺក្តៅនឹងដែលហៅថា inflammatory ឬក៏ហៅថាជំងឺរលាកឬក៏ជំងឺប្រព័ន្ធយើងទៅធ្វើការដុតកម្ដៅនៅពពួក
មេរោគឬក៏សត្វល្អិតឬក៏substance ដែលមកពីខាងក្រៅហើយសារជាតិមកក្រៅហ្នឹងវាពង្វែងអញ្ចឹងប្រព័ន្ធពង្វែងគឺមានកំហុសហ្នឹងគឺវាទៅសម្រាប់ធ្វើឲ្យមានការកកើតនៅamyloid plaque ហ្នឹងអញ្ចឹងពេលដែលវាចូលទៅសកម្មភាពរបស់វាគឺវាកាត់បន្ថយ inflammatory ព្រោះអីកាលណាវាធ្វើឲ្យក្តៅ inflammatory ទៅជា pro inflammatory ប៉ុន្តែវាក៏ធ្វើយ៉ាងណាកុំឲ្យមាន pro inflammatory នៅអ្នកវិទ្យាសាស្ត្របច្ចុប្បន្ននេះថ្មីនេះបានរកឃើញថាជំងឺ herpes simplex ដែលតែងចេញនៅលើបូមាត់យើងហ្នឹងគាត់ជុំវិញនេះក្តៅ PP ហ្នឹងគឺវាមានតំណែងជាមួយនឹងជំងឺ Alzheimer disease ហ្នឹងដោយសារវាធ្វើឲ្យបង្កឲ្យទៅវាមានខ្លាញ់ដែលគេហៅថា amyloid beta ឬ amyloid plaque នឹងខ្លាញ់ដែលធ្វើឲ្យប៉ះពាល់ទៅដល់ខួរក្បាលសរសៃប្រសាទរបស់យើងហ្នឹងដែលហៅថា neuron ចឹងនេះបានតែគេរកទៅឃើញថាវាតំណែងជាមួយនឹងជំងឺ Alzheimer disease ហ្នឹងនៅក្នុងនេះខ្ទឹមខ្មៅយើងក៏មានសារជាតិ aciclovir ដែរអញ្ចឹងដើម្បីសម្រាប់វាបានតើតែមានសារជាតិ aciclovir ហើយពេលយើងហូបខ្ទឹមទៅគឺវាជួយសម្លាប់នៅអាមេរោគដែលហៅថា herpes simplex ហ្នឹងបូកជាមួយនឹងសារជាតិ5មុខដែលយើងខ្ញុំបានលើកជូននេះដែលជាសារជាតិរបស់ organosulfur compound ហ្នឹងក៏សម្រាប់មេរោគ herpes simplex នឹងដែរអញ្ចឹងយើងខ្ញុំជម្រាបជូនអំពីសារជាតិរបស់ខ្ទឹមខ្មៅនេះមានប្រសិទ្ធភាពដើម្បីអាចថាទៅកម្ចាត់ខ្លាញ់ដែលនៅក្នុងកោសិកា neuron វារំខានដល់កោសិកា neuron យើងឲ្យកោសិកាវាស្លាប់ដែលធ្វើឲ្យយើងបាត់ការចងចាំដែលគេហៅថាជំងឺAlzheimer disease ហ្នឹងអញ្ចឹងបងប្អូនយើងបើសិនមានបំណងចង់ជាវឆ្នាំងផលិតខ្ទឹមខ្មៅមក SLC ខ្ទឹមខ្មៅហ្នឹងសូមទំនាក់ទំនងទៅតាមលេខទូរស័ព្ទដែលយើងខ្ញុំដាក់ជូននៅក្នុងវីដេអូនេះហើយយើងខ្ញុំក៏មានខ្ទឹមដែលជាមានពូជគេហៅថាលៀមសតិភូមិហ្នឹងគឺពូជព្រៃពូជជើងមួយវ៉ាល់សូឡូgarlic medicine herb គឺសម្រាប់ធ្វើថ្នាំអញ្ចឹងហើយក៏ឆ្នាំងផលិតខ្ទឹមខ្មៅនេះក៏មានគុណភាពខ្ពស់ដែរដោយយើងយកតាមបច្ចេកវិទ្យារបស់នៅសហរដ្ឋអាមេរិកដើម្បីរៀបចំផលិតនៅឆ្នាំងផលិតខ្ទឹមខ្មៅហ្នឹងអញ្ចឹងបងប្អូនយើងបើមានបំណងចង់ជាវសូមអញ្ជើញទំនាក់ទំនងតាមលេខទូរស័ព្ទនេះព្រោះអីនៅក្នុងនេះយើងបានសិក្សាច្បាស់លាស់ណាស់អំពីថាខ្ទឹមគឺត្រូវតែមានខ្ទឹមដែលមានពូជថ្នាំហើយដែលគេយកមកពិសោធន៍គេយកអាលៀមសតិភូមិហ្នឹងយកមកពិសោធន៍ហើយវាកម្រដាំបានណាខ្ទឹមជើងមួយហ្នឹងគឺដាំបាននៅតែប្រទេសចិនបានច្រើនជាងគេបន្ទាប់មកឥណ្ឌាហើយចំពោះនៅយើងនេះវៀតណាមក៏មិនបានឡាវក៏មិនបានថៃក៏ដាំមិនបានដែរណាហើយភូមាក៏ដាំបានតែដល់នៅជាប់ឥណ្ឌាចិនអញ្ចឹងប្រទេសចិនគឺផលិតបានច្រើនជាងគេបំផុតហើយក៏បងប្អូនដែលនិយាយថានៅខ្ទឹមយើងមានដាំនៅមណ្ឌលគិរីគឺជាការកុហកទេគឺមិនពិតទេអញ្ចឹងបងប្អូនយើងត្រូវពិចារណាថាតើហេតុអីបាននៅមណ្ឌលគិរីគឺជាថាបានអញ្ចឹងហើយមណ្ឌលគិរីមិនអាចដាំបានផងហើយប្រទេសចិត្តយើងក៏ដាំមិនបានដែរអញ្ចឹងយើងខ្ញុំគ្រាន់តែជួយរំលឹកថាការដែលគេផ្សព្វផ្សាយថាមាននៅមណ្ឌលគិរីនៅខ្ទឹមជើងមួយនេះគឺមិនមានទេមិនមានដាច់ខាតបងប្អូនយើងខ្ញុំទៅមួយឆ្នាំម្ដងយើងទៅ5ឆ្នាំហើយរកស្រាវជ្រាវរកមិនឃើញទេអញ្ចឹងយើងខ្ញុំគ្រាន់តែសូមជម្រាបចឹងថាខ្ទឹមខ្មៅបើយើងផលិតមិនល្អទេខ្មៅគ្រាន់តែខ្មៅទេមិនមានគុណភាពទេអញ្ចឹងតើតែពូជខ្ទឹមល្អតំបន់ដីដាំបានល្អឆ្នាំងដែលមានកម្មវិធីល្អទៀតទើបមានគុណភាពខ្ពស់ដែលអាចមានប្រសិទ្ធភាពដែលអាចព្យាបាលជំងឺ Alzheimer នេះជាខ្ញុំសូមអរគុណនិងសូមជម្រាបលា